ចាប់ផ្ដើមធ្វើរឿងអីមួយមិនទាន់បាន3ខែស្រួលបួទេចាប់ផ្ដើមបោះបង់ចោលពាក់កណ្ដាលទីហើយចាប់ផ្ដើមទៅដើរបន្ទោសពីជីវភាពបន្ទោសចំណេះដឹងថាខ្លួនឯងនឹងធ្វើរឿងអ្វីមួយនឹងមិនដែលទទួលបានជោគជ័យទេមិនដែលទទួលបានដោយបំណងដែលខ្លួនចង់បានទេហើយឲ្យវាទៅជោគជ័យតាមរបៀបណាបើយើងគិតតែរឿងអវិជ្ជមាននឹងគ្រាន់តែការគិតរបស់យើងនឹងវាបរាជ័យបាត់ទៅហើយយើងមិនបាច់ចាំទៅធ្វើអីទេបើយើងគិតឲ្យយើងមិនអាចធ្វើបានហើយធូរក្បាលរបស់យើងនឹងវានឹងមិនគិតរកដំណោះស្រាយអីឃើញទេគឺវាដឹងតែម្យ៉ាងគឺយើងធ្វើអត់បានហ្នឹងហើយមិនបាច់ចាំទៅសួរនាំពីបទពិសោធន៍របស់អ្នកដែលគេជោគជ័យទេសួរថាគេចាប់ផ្ដើមដំបូងគេជោគជ័យចឹងស្រាប់ក៏យ៉ាងម៉េចតាមពិតគេចាប់ផ្ដើមដំបូងគេពីបាតដៃទទេដូចអាគ្នាទេប៉ុន្តែអ្វីដែលគេមុននឹងគេចាប់ផ្ដើមគឺគេផ្លាស់ប្ដូរការគិតរបស់គេមិនគេមកធ្វើរឿងហ្នឹងគេគិតថាគេអាចធ្វើបានអញ្ចឹងនៅពេលដែលគេធ្វើទៅទោះបីជាវាជួបបញ្ហាជួបឧបសគ្គជួបការឈឺចាប់ច្រើនយ៉ាងណាក៏ដោយក៏ពួកគេអត់បោះបង់ចោលដែរទោះបីជាពួកគេហូរញើសខ្លាយជាឈាមក៏ពួកគេនៅតែបោះជំហានបន្តដំណើរទៅមុខទេពួកគេអត់រុញរាក្នុងការជំនះទៅលើភាពលំបាកទៅលើអាបញ្ហាហ្នឹងទេទើបពួកគេនឹងអាចមកដល់ចំណុចដែលយើងកំពុងតែឃើញហ្នឹងអញ្ចឹងនៅពេលដែលចាប់ផ្ដើមធ្វើអ្វីមួយបើសិនជាដឹងថាខ្លួនមិនទាន់បានផ្លាស់ប្ដូរការគិតនឹងទេមិនបាច់ចាំធ្វើទេនាំតែខាតពេលនាំតែខាតអារម្មណ៍ខ្លួនឯងទេ